ដើម្បីកុំឲ្យមានអារម្មណ៍ stress ធុញថប់តបប្រមល់ជាមួយនឹងការតាមដានតម្លៃហាងឆេងមាសថ្ងៃនេះគឺខ្ញុំមកស្រុកកំណើតដើម្បីផ្តិតយកទិដ្ឋភាពល្អៗជូនដល់បងប្អូនដែលតែងតែតាមដានតម្លៃហាងឆេងមាសអន្តរជាតិជាប្រចាំថ្ងៃហើយថ្ងៃនេះដែរគឺខ្ញុំបានមកស្រុកកំណើតរបស់ខ្ញុំបាទហើយឥឡូវនេះគឺក្មួយរបស់ខ្ញុំកំពុងតែដឹកគោយកទៅចង់ឲ្យវាស៊ីស្មៅឥឡូវនេះមុននឹងឲ្យស៊ីស្មៅគឺយើងត្រូវឲ្យផឹកទឹកមួយផ្លេតសិនបាទឲ្យវាញ៉ាំទឹកចឹងវាញ៉ាំមើលតែមនុស្សហើយនេះគឺជាក្មួយរបស់ខ្ញុំហើយនេះបងប្អូនមើលទិដ្ឋភាពស្រុកស្រែតាមរដូវកាលដែលធ្លាក់ទឹកភ្លៀងតែពេលដែលខ្ញុំទៅហ្នឹងគឺអត់មានភ្លៀងធ្លាក់ទេបាទទេសភាពនៅទីនេះគឺយើងមើលដោយមិនគិតលុយគឺមកអត់មានចំណាយលុយអីទេហើយបើសិនជាទៅដើរលេងគេចំណាយច្រើនអញ្ចឹងហើយមកកន្លែងនេះនិយាយទៅស្រស់ស្រាយយុទ្ធនាមិនអស់កាត់ចូលមកដល់កន្លែងនេះគឺខ្ញុំមិនខុសពីបងប្អូនកសិករដទៃទៀតដែរគឺដល់រដូវកាលព្រុសស្រូវភាសាតំបន់ម្ដុំខ្ញុំគេហៅថាពូឆៅអញ្ចឹងទៅហើយឃើញថាធ្លាក់ទឹកភ្លៀងប្រហែលថ្ងៃមុនអញ្ចឹងហើយពេលដែលខ្ញុំមកផ្ទះនេះគឺអត់មានភ្លៀងទេហើយថ្ងៃនេះឃើញថាបើកថ្ងៃល្អហើយយ៉ាងថ្ងៃក្តៅដែរថ្ងៃហ្នឹងព្រោះជាមុំហើយគឺម៉ោង11ហើយក្មួយរបស់ខ្ញុំក៏បានមកជួយបាទជាមួយបងរបស់ខ្ញុំមកពូឆៅនៅឆែអញ្ចឹងណាចានេះដែរយីđai lấy chia đai lấy khay bê to chấm đã hiền này đã trôi chẳng hạt lại một à đây đai lấy khay bê ban bên chuyện to vậy đi thì là à tới đây cô đây à đây cha anh nói chưa mình bay anh năng lợt to bạch hay hay lợt làm chơi làm chơi ដាក់អីខ្លះថៃបន្តិចកែងបាទឥឡូវនេះគឺមកដល់វគ្គធ្វើនំខុកហើយបានហើយនំខុកហ្នឹងឥឡូវគឺខ្ញុំចាប់ដើមកាន់ម្សៅហើយសម្រាប់កមកខ្ញុំក៏បានត្រាំហើយបន្ទាប់ពីត្រាំហើយគឺមកខ្ញុំក៏ដាក់បាយកកចូលមកដុំទីដូងស្ករអំបិលប៊ីចេងអីតិចតួចចឹងទៅនៅក្នុងអង្ករហ្នឹងហើយបន្ទាប់មកយើងដាក់យកមកកាន់មកបាយកកហ្នឹងមកខ្ញុំគាត់ថាដាក់ដើម្បីឲ្យល្មួតចឹងទៅហើយតាមតំបន់ខ្ញុំហើយតាមកន្លែងផ្សេងគាត់អាចនឹងធ្វើកោសនឹងតិចតួចចឹងទៅហើយបន្ទាប់មកពេលដែលយើងកាន់ម្សៅហើយចុងក្រោយគឺបងប្អូនដាក់ស្លឹកខ្ទឹមបាទហូយស្លឹកខ្ទឹមពីលើម្សៅហ្នឹងហើយយើងចាប់ផ្ដើមចាក់បន្ទាប់ពីចាក់ចឹងហើយយើងក៏សម្ដែងធ្វើបាក់មើលចឹងតិចណាហើយនំថ្ងៃនេះគឺបានបងស្រីខ្ញុំហើយនិងបងប្រុសខ្ញុំគាត់ជួយចាក់នំនំយើងធ្វើសាមញ្ញក៏ប៉ុន្តែមានរសជាតិឆ្ងាញ់បើនិយាយពីអំបែងនំខុកឬក៏អំបែងនំគ្រក់នេះគឺមានអាយុកាលជាង30ឆ្នាំហើយអំបែងនេះគឺមិនត្រឹមតែឥឡូវទេមើលឃើញខ្មៅអញ្ចឹងតែយើងលាងស្អាតហើយអានេះគឺប្រើយូរឆ្នាំបានវាចេញពណ៌ខ្មៅអញ្ចឹងហើយអាយុកាលគឺបងខ្ញុំទៀត30ឆ្នាំជាងហើយនៅប្រើតសប្ថ្ងៃនេះចាក់នំមកយើងមើលភ្លើងបានអស់គឺបានស្អាតចឹងទៅប៉ុន្តែបើខ្ញុំចាក់វិញគឺខ្ញុំមិនសូវចេះមើលភ្លើងចឹងដល់ពេលចឹងវាចាក់ខ្លោចខ្លះអីខ្លះចឹងទៅបើបងប្រុសខ្ញុំហើយនឹងបងស្រីខ្ញុំគឺគាត់ចាក់ទៅគាត់ចាក់បានល្អគាត់ចេះមើលភ្លើងចេះអីចឹងទៅបើខ្ញុំចាក់មើលតែខ្លោចចឹងបាទហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចង់មើលវីដេអូបែបស្រុកស្រែអីបន្ថែមទៀតសូមបងប្អូនខមមិននៅខាងក្រោមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់មកញ៉ាំអ្នកមួយបងប្អូន